នេះយើងមកនិយាយគ្នាអំពីរបៀបក្នុងការបង្កើតវីដេអូដើម្បីលក់សៀវភៅបានដាច់ជាងមុនចំណុចទី1នោះគឺថាចេះទាំងអស់គ្នាអញ្ចឹងយើងបង្កើត slogan ជា6ថាចេះថាបើអ្នកទាំងអស់គ្នាចូលចិត្តរឿងខ្មោចរឿងដែលមានការកាប់ស្លាប់ជាច្រើនអ្នកទាំងអស់គ្នាទិញសៀវភៅនេះអានទៅគឺមិនខកបំណងទេអញ្ចឹង slogan ហ្នឹងអា6ហ្នឹងអាការនិយាយហ្នឹងគឺវាតាក់ទាញឲ្យអ្នកអានហ្នឹងគាត់ចង់ទិញសៀវភៅហ្នឹងដោយមកប្រភេទទៀតសៀវភៅដែលខ្ញុំលក់ហ្នឹងសៀវភៅរឿងស្នេហាអញ្ចឹងយើងនិយាយថាបើសិនអ្នកទាំងអស់គ្នាធ្លាប់បានសង្សារទុកចោលដែលធ្លាប់ជួបអារម្មណ៍ដែលស្ងោះស្ងោកអីចឹងណាអញ្ចឹងបែបមានសភៅមួយគេសរសេរពីអាហ្នឹងអញ្ចឹងអា6ហ្នឹងគឺសំខាន់មែនទែនបងប្អូនដែលជួយឲ្យសភៅរបស់យើងហ្នឹងមានអ្នកអានគាត់ចាប់អារម្មណ៍ក៏ដូចជាចង់ទិញសភៅយើងនឹងឯងតមកទៀតគឺចំណុចទី2ហ្នឹងគឺយើងត្រូវតែសង្ខេបសាច់រឿងឲ្យអ្នកអានគាត់បានអានអំពីសាច់រឿងនឹងទូទៅសិនទៅណាដូចថាតួអង្គនឹងមិនតួអង្គនឹងជួបគ្នាមិនអីមិនទៀតទេយើងប្រហើបតិចមកហើយបើអាចយើងប្រាប់ឈ្មោះតួអង្គផងអញ្ចឹងណាបងប្អូនហើយចំណុចទី3វិញយើងដក clear សន្ទនានៅក្នុងរឿងសភៅនឹងមកហើយយើងចាប់ដើមនិយាយមកថាយើងពេញចិត្តកន្លែង clear សន្ទនាហ្នឹងអញ្ចឹងធ្វើឲ្យអ្នកអានចង់និយាយទៅចេះទោះចង់ឬមិនចង់ក៏ដោយអ្វីដែលយើងដកស្រង់ចេញមកហ្នឹងគឺវាជាសភៅពិតជាសាច់រឿងពិតពីក្នុងសភៅហ្នឹងអញ្ចឹងធ្វើឲ្យគាត់កាន់តែចង់អានសភៅនឹងទៀតតទៅនឹងការវិចខ្ចប់សភៅអញ្ចឹងយើងត្រូវតែវិចខ្ចប់ឲ្យមានការតាក់ទាញអញ្ចឹងណាបងប្អូនសភៅរាល់ថ្ងៃហ្នឹងគឺការលក់សភៅគឺលើសពីសៀវភៅអញ្ចឹងមានន័យថាបើយើងខ្ចប់ធម្មតាវាអត់សូវចាប់អារម្មណ៍ទេប៉ុន្តែយើងមានចងបូចងជាកាដូចងអីចឹងទៅវាតាក់ទាញចំណាប់អារម្មណ៍មែនទែនហើយពិសេសនោះគឺការថែមជូនអញ្ចឹងបងប្អូនអញ្ចឹងយើងនិយាយគ្នាការលក់ដាច់ជាងមុនអញ្ចឹងវាមិនមែនតែយើងលក់តែសភៅនិងសាច់រឿងទេយើងលក់ទាំងការវិចខ្ចប់ហើយនឹងផ្គត់ផ្គង់សេវាកម្មទៀតអញ្ចឹងកាលណាបើសេវាកម្មការដឹកជញ្ជូនយើងរៀងយឺតរៀងយូរក៏ភ្ញៀវនឹងអស់អារម្មណ៍ដែរអញ្ចឹងយើងមានចំណុចចែករំលែកអញ្ចឹងជាមួយអ្នកទាំងអស់គ្នាសង្ឃឹមថាវីដេអូនេះនឹងជួយអ្នកទាំងអស់គ្នាលក់ដាច់ជាងមុនហើយខ្ញុំក៏ចាប់ផ្ដើមពង្រឹងក៏ដូចជាការធ្វើវីដេអូអំពីការលក់សភៅក៏ដូចជាការ review សភៅនិងការរៀបចំវិចខ្ចប់អីឲ្យបានស្អាតជាងមុនផងដែរដោយសារតែបើសិនយើងអត់ធ្វើអញ្ចឹងទេអ្នកអានក៏អត់ចង់ចាយលុយជាមួយយើងទេហើយអ្វីដែលសំខាន់ហ្នឹងគឺការចំណាយលុយតិចប៉ុន្តែទទួលបាននៅលទ្ធផលច្រើនយើងសុខចិត្តចំណេញតិចប្រសើរជាងអីវ៉ាន់យើងនៅផ្ទះយើងច្រើនបងប្អូនសភៅនៅផ្ទះយើងច្រើនអញ្ចឹងនៅវីដេអូក្រោយខ្ញុំនឹងចែករំលែកអំពីកលឹះខ្លះៗទៀតជុំវិញការលក់ការប្រម៉ូទនិងការផ្សព្វផ្សាយសភៅជូនអ្នកទាំងអស់គ្នា